បាទសូមគោរពជំរាបសួរទៅកាន់ពុកម៉ែបងប្អូនជាទីគោរពស្រឡាញ់រាប់អានទាំងអស់គ្នាផងដែរថ្ងៃនេះគឺខ្ញុំពិតជាមានកិត្តិយសខ្លាំងណាស់ដែលបានធ្វើការ review នៅគម្រោងប្រភេទ concept ផ្ទះ Villa ទឿននេះដើម្បីធ្វើការចែកជូនជា concept ម៉ូដប្លង់ទៅកាន់ពុកម៉ែបងប្អូនដែលកំពុងតែមានតម្រូវការក្នុងការសាងសង់លំនៅឋានអញ្ចឹងណាពុកម៉ែបងប្អូនទាំងអស់គ្នាអញ្ចឹងដែលឡែកសម្រាប់ concept ម៉ូដប្លង់នេះគឺជាការ design និងជាការលើក concept ឡើងដោយក្រុមការងាររបស់ខ្ញុំផ្ទាល់ផងដែរអញ្ចឹងថ្ងៃនេះគឺខ្ញុំសូមមកធ្វើការ review បន្តិចទៅលើគម្រោងប្លង់របស់យើងហើយ concept ប្លង់នេះជាក់ស្ដែងផងដែរគឺយើងបានធ្វើការសិក្សាទៅឲ្យខាងអតិថិជនក៏ប៉ុន្តែថ្ងៃនេះខ្ញុំសូមមកធ្វើការ review ទ្រុសទៅលើការងារដែលយើងបានធ្វើការសិក្សាប្លង់ចប់រួចរាល់អញ្ចឹងណាពុកម៉ែបងប្អូនទាំងអស់គ្នាអញ្ចឹងដែលឡែកសម្រាប់ concept mode ប្លង់នេះគឺមានទំហំ7គុណជាមួយនឹង16ម៉ែត្រអញ្ចឹងទៅលើវេរ៉ង់ដាហក់ចេញមកខាងក្រៅនេះគឺយើងបើក2ម៉ែត្រហើយកន្លែងកាច់ L ផ្នែកខាងស្ដាំនេះគឺ1ម៉ែត្រអញ្ចឹងដែលឡែកសម្រាប់ផ្ទះនេះផ្ទាល់ផងដែរគឺមានចំនួន3បន្ទប់គេងហើយនៅក្នុងបន្ទប់គេងនីមួយៗគឺមានបន្ទប់ទឹកអញ្ចឹងនៅក្នុងសាច់ផ្ទះបាយគឺមានបន្ទប់ទឹកមួយទៀតអញ្ចឹងសាច់ផ្ទះនេះគឺមានបន្ទប់ទឹកចំនួន4ហើយបន្ទប់គេងចំនួន3ផ្ទះបាយ1ហើយនិងកន្លែងទទួលភ្ញៀវ1អញ្ចឹងទៅលើកញ្ចប់ការងារប្លង់របស់យើងជាក់ស្ដែងគឺយើងមានកញ្ចប់ប្លង់សិក្សាទៅលើផ្នែកប្លង់ស្ថាបត្យកម្មហើយនិងប្លង់គ្រោងគុំសំណង់ដែលនៅក្នុងនោះផងដែរទាំងនេះគឺជាផ្នែកមួយដែលយើងលើកនៅ concept ប្លង់ 3D យកមកធ្វើការចែកជូនទៅកាន់ពុកម៉ែបងប្អូនពិនិត្យទេហើយនៅក្នុងនោះទៀតសោតគឺយើងមានទៅលើស្លឹកការងារប្លង់ render ជារូបភាពប្លង់ 3D នេះគឺជាសញ្ញានៃរូបភាពប្លង់ទៅលើការងារដែលយើងបានធ្វើការ render យើងបញ្ចូលទៅក្នុងសញ្ញាកិច្ចការងារប្លង់ដើម្បីធ្វើការ submit ក៏ដូចជារត់ច្បាប់សាងសង់ទៅឲ្យខាងម្ចាស់សំណង់ផ្ទាល់អញ្ចឹងណាពុកម៉ែបងប្អូនទាំងអស់គ្នាអញ្ចឹងខ្ញុំអត់សូមបានធ្វើការ review ច្រើនទេទៅលើគម្រោងប្លង់នោះអញ្ចឹងរាល់ពុកម៉ែបងប្អូនដែលមានតម្រូវការក្នុងការសិក្សាគម្រោងប្លង់ឬក៏បងជាងដែលមានតម្រូវការក្នុងការសិក្សាគម្រោងប្លង់បងជាងអាចធ្វើការទំនាក់ទំនងមកកាន់ក្រុមការងារយើងខ្ញុំបានបើក្នុងករណីពុកម៉ែបងប្អូនឬក៏បងជាងមានចំណាប់អារម្មណ៍ក្នុងការសិក្សាគម្រោងប្លង់ហើយដែលឡែកសម្រាប់គម្រោងប្លង់របស់យើងគឺមិនមែនមានតែប៉ុណ្្នឹងទេគឺយើងមានប្លង់ detail លម្អិតទៅលើការងារច្រើនទៅតាមផ្នែកនីមួយៗឬក៏ part នីមួយៗនៃការងាររបស់យើងពីការងារជើងក្រោមរហូតដល់ការងារដំបូងដែលថា roof structure ខាងលើផងដែរអញ្ចឹងរាល់ការងារទាំងអស់គឺពុកម៉ែបងប្អូនឬក៏បងជាងអត់ពិបាកនៅក្នុងការពិនិត្យមើលទេមានការងារមានការងារជើងរៀងប្លង់ elevation ទីតាំងប្លង់ជញ្ជាំងឥដ្ឋទីតាំងបង្អួចទីតាំងទ្វារប្លង់ការងារលម្អិតជ្រុងជ្រីប្លង់ការងារលម្អិតការងារដំបូលគឺយើងមានមួយ set ទៅលើកញ្ចប់ការងារប្លង់ស្ថាបត្យកម្មរបស់យើងនឹងឯងអញ្ចឹងសម្រាប់ទៅលើការងារផ្សេងទៀតខ្ញុំអត់សូមបានធ្វើការឲ្យបងប្អូនពិនិត្យបានស៊ីជម្រៅហើយនឹងលម្អិតទៅលើការងាររបស់យើងទេដូចជាការងារកាត់ section ផ្នែកខាងក្នុងខ្ញុំអត់បានធ្វើការកាត់ section ឲ្យពុកម៉ែបងប្អូនពិនិត្យមើលទេដោយសារតែនេះគឺជាគម្រោងនិងទីតាំងបន្ទប់ផ្ទាល់ទៅលើម្ចាស់គម្រោងដែលគាត់បានឲ្យក្រុមការងារយើងខ្ញុំសិក្សាអញ្ចឹងខ្ញុំសូមបញ្ចប់វីដេអូនេះត្រឹមតែប៉ុណ្ណេះហើយក៏សូមអរគុណច្រើនពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានធ្វើការតាមដានទស្សនានៅវីដេអូរបស់ខ្ញុំផ្ទាល់ផងដែរ